នេះគឺជាឱកាសដ៏កម្រមួយដែលអ្នកចូលរួមវេទិកាស្ថាបត្យកម្មអាចស្ដាប់ការចែករំលែកចំណេះដឹងខ្លឹមសារល្អៗនិងបានឃើញការបង្ហាញលើឆាកផ្ទាល់ពីបច្ចេកទេសនៃការគូរវាសដែលរំលេចនូវលក្ខណៈស្ថាបត្យកម្មអត្តសញ្ញាណខ្មែរសម្រាប់អ្នកទាំងអស់គ្នាដែលខកខានអត់បានចូលរួមមើលវីដេអូនេះដល់ចប់ឥឡូវនេះម៉ោង 12 ថ្ងៃត្រង់ខ្ញុំនឹងធ្វើដំណើរទៅ CKCC ចូលរួមវេទិកាស្ថាបត្យកម្មស្ដីពីកម្ពុជារះជាថ្មីខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលចំណាប់អារម្មណ៍របស់ខ្ញុំចូលរួមកម្មវិធីវេទិកាមួយហ្នឹងឥឡូវនេះទៅជាមួយខ្ញុំទាំងអស់គ្នាជានិច្ចកាលរាល់ពេលដែលអ៊ីននៃរៀបចំវេទិកាស្ថាបត្យកម្មពួកគាត់តែងតែមានការតាំងបង្ហាញស្ថាបត្យកម្មដែលក្នុងនោះរួមមានការតាំងបង្ហាញគម្រោងរចនារបស់វាគ្មិនកិត្តិយសដែលចូលខ្លួនចែករំលែកបទពិសោធន៍និងខ្លឹមសារល្អៗនៅក្នុងថ្ងៃនេះក្រៅពីនេះក៏មានការតាំងបង្ហាញគ្រឿងបរិក្ខារនិងសម្ភារៈស្ថាបត្យកម្មដែលក្នុងនោះមានទាំងផលិតផលក្នុងស្រុកផលិតផលក្រៅស្រុកនិងសម្ភារៈខ្លះទៀតធ្វើដោយដៃនិងធ្វើដោយបេះដូងកូនខ្មែរនៅតាមស្តង់នីមួយៗមានក្រុមការងារជួយសម្របសម្រួលនិងឆ្លើយរាល់សំណួររបស់អ្នកទាំងអស់គ្នាជាគន្លឹះបន្តិចបន្តួចដើម្បីជួយបង្កើនស្មារតីមុនពេលចូលរួមស្ដាប់វេទិកាស្ថាបត្យកម្មអ្នកទាំងអស់គ្នាគួរតែអានរាល់ព័ត៌មានក៏ដូចជាគម្រោងរបស់វាគ្មិនរបស់យើងដែលបានបង្ហាញនៅ display នៅខាងក្រៅនេះដើម្បីជាជំនួយស្មារតីបន្ថែមក៏ដូចជាស្វែងយល់ឲ្យកាន់តែច្បាស់អំពីវាគ្មិនកិត្តិយសដែលនឹងចូលរួមបកស្រាយនៅក្នុងថ្ងៃនេះចូលមកខាងក្នុងហលដំបងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺការរៀបចំឆាកការរចនាឆាកពិតជាគិតគូរយ៉ាងល្អិតល្អន់ទាំងការជ្រើសរើសពណ៌និងការប្រើប្រាស់ពន្លឺពិតជាស័ក្តិសមជាវេទិកាស្ថាបត្យកម្មសូមស្វាគមន៍មកកាន់ការវិលត្រឡប់របស់វេទិកាស្ថាបត្យកម្មក្នុងខ្លឹមសារកម្ពុជារះជាថ្មីជាកិច្ចចាប់ផ្ដើមនៃកម្មវិធីមានជាការថ្លែងនៅមតិស្វាគមន៍បើកម្មវិធីដោយមានវត្តមានយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមជាច័ន្ទថៃបរៈអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជាដែលលោកតែងតែមានវត្តមាននៅគ្រប់វេទិកាដែលស្ដីអំពីស្ថាបត្យកម្មបទបង្ហាញទី1ក្រោមប្រធានបទនិរន្តរភាពកម្ពុជាស្ថាបត្យកម្មនិងបេតិកភណ្ឌដោយវាគ្មិនលោកស្រីបណ្ឌិតសូសុគន្ធរីប្រធានកិត្តិយសផ្នែកស្ថាបត្យកម្មនិងនគររូបនីយវិទ្យានៃសាកលវិទ្យាល័យ Norton នៅក្នុងបទបង្ហាញលោកស្រីបានចែករំលែកពីដំណើរការនៃកិច្ចការងារអភិរក្សសំណង់វិហារសាសនាដោយផ្សារភ្ជាប់ការរស់នៅជាមួយបេតិកភណ្ឌលោកស្រីក៏បានបញ្ជ្រាបនូវសារបណ្ដោះស្មារតីដល់យុវជនជំនាន់ក្រោយឲ្យងាកមកគិតគូរពីគុណតម្លៃនៃការអភិរក្សសំណង់អគារបេតិកភណ្ឌក្រោមខ្លឹមសារចូលរួមអភិរក្សបេតិកភណ្ឌដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍បទបង្ហាញទី2ដោយលោកស៊ីសុវណ្ណក្រោមប្រធានបទស្នូបេះដូងនៃការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ចលោកបានចែករំលែកគន្លឹះសំខាន់ៗនិងធាតុផ្សំរួមបញ្ចូលក្នុងការរចនាស្ថាបត្យកម្មនៅក្នុងវិស័យបដិសណ្ឋារកិច្ចគម្រោងដែលលោកលើកយកមកបកស្រាយនៅក្នុងថ្ងៃនេះបានបំផុសគំនិតដល់យុវស្ថាបត្យករឲ្យបានគិតគូរពីការរចនាដោយលាយបញ្ចូលនូវអត្តសញ្ញាណខ្មែរចូលទៅក្នុងគម្រោងដែលបម្រើឲ្យវិស័យបដិសណ្ឋារកិច្ចអាជីវកម្មមួយមិនគិតពីចម្ងាយទោះជាឆ្ងាយប៉ុណ្ណាក៏ដោយយើងត្រូវ create វាឲ្យខ្លាយទៅជាថាកាត់ទេសចរមួយថាកាត់មួយដែលគេអាចយក experience ឧទាហរណ៍ថាហូតែលមួយដែលយើង design ក្នុងតម្លៃតែខ្ពស់វាយក 2000 ឬក៏ 3000 សួរថាតើអ្នកដែលមានលុយគាត់អាចនឹងចូលរួម experience បានបានអត់តើយើងអាចយកបេះដូងគាត់បានអត់អញ្ចឹងយើងត្រូវសិក្សាថាយើងយកអានឹងខ្លាយទៅជា experience សម្រាប់មនុស្សម្នាក់ៗបទបង្ហាញទី3ក្រោមប្រធានបទចេរភាពកម្ពុជាលើបន្ទាត់សិល្បៈស្ថាបត្យកម្មអត្តសញ្ញាណខ្មែរដោយបានបកស្រាយខ្លឹមសារពីវាគ្មិនឯកឧត្តមបណ្ឌិតលីរស្មីរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅក្នុងបទបង្ហាញលោកបានបកស្រាយពីលក្ខណៈទូទៅនៃស្ថាបត្យកម្មសម័យបុរាណនិងលក្ខណៈសម្គាល់ពីស្ថាបត្យកម្មអត្តសញ្ញាណខ្មែរតាមរយៈការបង្ហាញស្នាដៃគម្រោងរចនារបស់លោកធ្វើឲ្យខ្ញុំនិងអ្នកចូលរួមមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើស្ថាបត្យកម្មបុរាណរបស់ដូនតាខ្មែរយើងដែលរាល់សិល្បៈស្ថាបត្យកម្មរបស់ខ្មែរយើងត្រូវបានគិតគូរយ៉ាងល្អិតល្អន់ទៅតាមក្បួនខ្នាតល្អឥតខ្ចោះបំផុតហើយស្នាដៃទាំងអស់នោះបានបន្សល់ជាកេរដំណែលសម្រាប់ប្រទេសកម្ពុជាយើងក៏ដូចជាពួកខ្ញុំដែលជាអ្នកសិក្សាចំនួនក្រោយអាចយកគំរូតាមដំអត្តសញ្ញាណនេះគឺមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍនៃស្ថាបត្យកម្មនៅក្នុងប្រទេសខ្មែរយើងជាពិសេសគឺធ្វើឲ្យសិល្បៈយើងរស់ឡើងវិញធ្វើឲ្យអ្នកដែលមានចំណេះជំនាញផ្សេងៗទាំងក្បាច់ចម្លាក់រចនាផ្សេងៗហ្នឹងមានការងារធ្វើឡើងវិញហើយបំពន់នៅទេពកោសល្យរបស់គាត់នឹងឲ្យរស់ឡើងវិញហើយចំណុចមួយទៀតគឺជាចំណុចសំខាន់ដែរគឺស្ថាបត្យកម្មអត្តសញ្ញាណត្រូវដើរស្របគ្នាជាមួយនឹងការអភិវឌ្ឍទើបធានាបាននៅនិរន្តរភាពនៃស្ថាបត្យកម្មអត្តសញ្ញាណបាទសូមអរគុណបាទ
កាន់តែពិសេសជាងនេះលោកបានផ្ដល់កិត្តិយសក្នុងការបង្ហាញនៅទេពកោសល្យក្នុងការគូរវាសស្ថាបត្យកម្មដែលបង្ហាញពីលក្ខណៈអត្តសញ្ញាណខ្មែរដល់អ្នកចូលរួមទាំងអស់ដើម្បីជាចំណេះដឹងបន្ថែម បងប្អូនស្ថាបត្យករសិនដែលធ្លាប់បានរៀននៅពេលដែលយើងគូខ្មែរយើងមានឋានយើងចង់ធ្វើនេះចែកយើងនេះស្លាប់គេហៅមាន3ថ្នាក់ហើយជាពីមាន4ថ្នាក់អញ្ចឹងដំបូងពេលបំផុតនោះគឺយើងគូប្រូ3សិនអញ្ចឹងចេះអ្នកណាក៏អាចគូបានដែរហើយបន្ទាប់មកទៀតយើងគូចំណុចកណ្ដាលមួយទៀតទៅហើយគូចេះមួយទៀតគូថ្នាក់នៃការគូវានោះគឺសំខាន់វាធ្វើឲ្យអ្នកដែលអត់សូវមានទេពកោសល្យនៃគំនូរនោះក៏អាចគូវាបានដែរហើយបន្តមកទៀតទើបយើងចាប់គំនូរយើងថាកន្លែងនេះជាកនេះអញ្ចឹងពេលយើងចាប់ថ្នាក់យើងដឹងថាកនេះប៉ុណ្ណាហើយនេះសម្រាប់យើងទំហំប៉ុណ្ណាអញ្ចឹងកន្លែងនេះគឺមាត់កន្លែងនេះគឺមាត់នេះបន្តមកទៀតគេអាចគូភ្ជាប់វាមកចេះបានភ្ជាប់មកចេះហើយនេះយើងហៅថាកតុយហំសៀនផ្នែកខាងហ្នឹងយើងតើត្រូវយល់អំពីការហៅឈ្មោះហ្នឹងដែរគឺវាមានសារៈសំខាន់ បន្ទាប់ពីបានចូលរួមស្ដាប់វេទិកាស្ថាបត្យកម្មមួយនេះធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីភាពអស្ចារ្យនៃស្ថាបត្យកម្មអត្តសញ្ញាណខ្មែរយើងទទួលបាននូវការបណ្ដោះស្មារតីស្រឡាញ់គាំទ្រកិច្ចការងារអភិរក្សបេតិកភណ្ឌនិងអភិវឌ្ឍថ្មីឆ្ពោះទៅរកអនាគតស្ថាបត្យកម្មប្រកបដោយចីរភាពហើយយើងម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចអាចចូលរួមថែរក្សានិងបន្តកេរដំណែលដែលបន្សល់ទុកពីអតីតកាលដែលជាតិសាសន៍យើងធ្លាប់តែរុងរឿងសម្រាប់អ្នកខកខានឱកាសចូលរួមលើកនេះមានបំណងចង់សាកល្បងទទួលបានបទពិសោធន៍ចូលរួមស្ដាប់ផ្ទាល់នៅចុងឆ្នាំនេះ INNIX នឹងរៀបចំឲ្យមានវេទិកាស្ថាបត្យកម្មបែបនេះទៀតទ្រង់ទ្រាយធំជាងមុននិងមានការនាំយកអ្វីថ្មីពិសេសសម្រាប់វិស័យស្ថាបត្យកម្មយើង